ថ្ងៃនេះផងដែរគឺខ្ញុំចេញវីដេអូតាក់ទងទៅនឹងដំណាំស្រូវដែលមានអាយុចន្លោះពី10ទៅ15ថ្ងៃបាទហើយសម្រាប់បងប្អូនដែលមានស្រូវអាយុចន្លោះពី10ទៅ15ថ្ងៃជាដំណាក់កាលមួយដែលស្រូវបងប្អូនត្រូវការសារធាតុចិញ្ចឹមច្រើនមែនទែនសម្រាប់ធ្វើឲ្យស្រូវនឹងមានការលូតលាស់លឿនដើមធំនិងរីកដងដើមផងដែរបាទហើយផ្ទុយមកវិញសម្រាប់បងប្អូនដែលមិនបានផ្ដល់សារធាតុចិញ្ចឹមគ្រប់គ្រាន់ទៅដល់ស្រូវគឺវានឹងធ្វើឲ្យស្រូវបងប្អូនមានការលូតលាស់យឺតស្លឹកមានពណ៌រាងស្លេកហើយដើមទូចនិងមានសភាពខ្សោយធ្វើឲ្យទិន្នផលធ្លាក់ចុះផងដែរសម្រាប់ពីខាងវិមាសយើងខ្ញុំគឺខ្ញុំសូមណែនាំរូបមន្តទៅដល់បងប្អូនទាំងអស់គ្នាគឺយើងមានជាប់ចិត្តចំនួន50ក្រាមបូកជាមួយនឹងគំទីស្លឹក50ក្រាមលាយទឹក25លីត្រសម្រាប់បាញ់ស្រោចស្រពទៅលើស្រូវរបស់បងប្អូនផងដែរហើយសម្រាប់បងប្អូនដែលមានចម្ងល់ឬក៏ចង់ប្រឹក្សាបច្ចេកទេសបន្ថែមគឺបងប្អូនអាចតាក់ទងមកលេខទូរស័ព្ទនៅក្នុងវីដេអូនេះបានផងដែរបាទសូមអរគុណសូមជម្រាបលា